បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាទីរាប់អានថ្ងៃនេះខ្ញុំបាទនឹងលើកយកវីដេអូមួយដែលបង្ហាញអំពីការបណ្ដុះគ្រាប់ទុរេនពីដំបូងយើងមានគ្រាប់ទុរេនដែលលាងទឹកឲ្យនឹងសម្អាតវាឲ្យស្អាតប្រហែលជា4គ្រាប់យើងធ្វើការច្រកដីនៅក្នុងកំប៉ុងរួចហើយយើងយកគ្រាប់ទុរេនទាំងនោះមកដាក់នៅក្នុងកំប៉ុងដែលយើងបានដាក់ដីបាទក្នុងការបណ្ដុះគ្រាប់ទុរេននេះខ្ញុំបានសាកសួរអ្នកជំនាញដែលគាត់ធ្លាប់ដាំផ្លែទុរេនគាត់បានបញ្ជាក់ប្រាប់ខ្ញុំថាទុរេនមិនរើសដីទេអាស្រ័យនឹងការថែទាំនិងការដាក់ជីឥឡូវនេះខ្ញុំធ្វើការសាកល្បងបណ្ដុះគ្រាប់ផ្លែទុរេនទៅដាំនៅផ្ទះរបស់ខ្ញុំបាទតើការបញ្យល់របស់គាត់នឹងវាត្រឹមត្រូវដែរឬទេដូច្នេះខ្ញុំធ្វើការសាកល្បងដើម្បីបណ្ដុះគ្រាប់ទុរេនឥឡូវនេះគ្រាប់ទុរេនរបស់ខ្ញុំបានមួយសប្តាហ៍ហើយវាបានធំប៉ុណ្ណេះទៅហើយរួចហើយគាត់បានប្រាប់ខ្ញុំថាបណ្ដុះគ្រាប់ទុរេនរួចហើយត្រូវផ្សាំជាមួយនឹងមែកដែលទុរេនដែលបានផ្លែហើយឥឡូវនេះខ្ញុំធ្វើការបណ្ដុះគ្រាប់ទុរេនសិនបន្ទាប់ពីវាដុះឬក៏បែកមែកមានស្លឹកហើយខ្ញុំត្រូវផ្សាំជាមួយនឹងដើមទុរេនដែលមានផ្លែឥឡូវនេះទុរេនរបស់ខ្ញុំបានរយៈពេលប្រហែលជា2ខែហើយខ្ញុំត្រូវការផ្លាស់ប្ដូរកំប៉ុងដែលតូចនេះមកដាក់នៅក្នុងថង់ដែលមានទំហំធំនិងដីច្រើនវិញរហូតដល់កូនទុរេនរបស់ខ្ញុំបានធំធាត់ជាងនេះទៀតខ្ញុំត្រូវការយកមែកដែលទុរេនផ្លែស្រាប់ដែលបានផ្លែរួចហើយនោះមកផ្សាំជាមួយនឹងកូនទុរេនរបស់ខ្ញុំឥឡូវនេះខ្ញុំច្រកវាដាក់នៅក្នុងថង់ដែលមានដីនិងមានជីដើម្បីឲ្យវាមានសុខភាពល្អសិនបន្ទាប់មកខ្ញុំនឹងធ្វើការផ្សាំវាបន្តទៅទៀតដូចនេះសូមបងប្អូនរងចាំទស្សនាវីដេអូបន្តទៀតខ្ញុំនឹងធ្វើការផ្សាំមែកទុរេនតើអ្វីដែលខ្ញុំបានសាកសួរអ្នកជំនាញដាំទុរេននោះតើវាពិតជាបានផលដែរឬទេសូមបងប្អូនរងចាំវីដេអូបន្តទៅទៀត